ជំរាបសួរបងប្អូនពុកម៉ែមានមីដែលរស់នៅឯលានសមុទ្រជាពិសេសបងប្អូនជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកទាំងអស់នេះគឺជាបទចម្រៀងដែលពួកខ្ញុំធ្វើឡើងរៀបរាប់អំពីជីវិតពិតរបស់អ្នកលេងជាងការបងទុយបងធំក្នុងភូមិរបស់ខ្ញុំហើយបទចម្រៀងនេះពួកខ្ញុំធ្វើឡើងដើម្បីនិយាយទៅកាន់កូនខ្មែរក៏ដូចជាមនុស្សទាំងអស់ហើយអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំចង់ឲ្យខ្មែរត្រូវចេះស្រឡាញ់ខ្មែរជីវិតជុំរស់នៅមិនដែលសុខុមរស់នៅក្នុងភូមិលុតពុកងងើតចេញពីព្រឹកតយកមិនដែលអ្នកណាគេលំបាច់ចិត្តសពបបោអាចជឿខ្លាំងទៀតឡើងសាហាវទីកាន់កំភ្លើងជឹងកាន់កំបើដើរកាប់បាត់មកលើទីខាងត្បូងលើទីខាងលិចនេះហើយគឺភូមិខ្ញុំមានពូអាណាគឺមកចិត្តឲ្យតែឃើញអាណាឌឺអានមកគឺជាមួយរំពេចវាយទៅតតែបែកពេកនេះហើយគឺភូមិខ្ញុំនេះហើយគឺភូមិខ្ញុំតែម្ដងភូមិខ្ញុំឈ្មោះថាភូមិបងធំចូលតាមផ្លូវលំសិតពួកអ្នកលេងអង់គ្លេសគេហៅកេអ្នកចខាងក្បែរនៅយប់ឡើងមកបានគេផឹកស៊ីឡូឡាវាយផ្លឹកល្បាយក្បាលខ្លះលុយគ្រឿងញៀនមានអាភិនកាញ់ឆាក្មេងៗម្ដុំនឹងសិតទៅឆ្លើយបាក់ផ្សាម៉ែឲ្យលុយទៅរៀនតែបដាគេសាលាជុំជើងមិត្តអ្នកបបួគ្នាផាត់ស្រាខ្លះទៅញៀនគាត់ទូបគ្រួសារយករបស់មានតម្លៃយកទៅប្រចាំបើគាត់ចាប់បានជាប់គុករាប់ឆ្នាំចេញមកវិញនៅតែតែចេះរៀនមិនចេះចាំដូចផ្លន់ចិត្តខាងគេចាប់បានដាក់គុកទៀតនេះហើយខ្ញុំអ្នកលេងទាំងចាស់តែក្មេងសុទ្ធតែចឹងអ្នកមកពីក្រៅគ្មានមួយហ៊ានចូលបានត្រឹមសម្លឹងឈរមើលពីក្រៅពេលឃើញផ្លូវចូលឃើញដោយស្នាមភ្នោស្នាមគេកប់បនូននៅស្រស់ឃើញសេចក្ដីចោលច្បល់ពេញភូមិអ្នកខ្លះស្លូតកំហ៊ានចេញពីផ្ទះនៅពួនសំងំចង់ចេញទៅតែចេញមិនកើតបើហ៊ានតែចេញច្បាស់ជាជួបហេតុបានពណ៌ដល់ខ្លួនម្ល៉េះហើយសុកចិត្តធ្វើអន់គិតតែខំពួនសុកចិត្តបន្តតាំងចង់ខ្លាំងធ្វើខ្សោយចេះតែបណ្ដោយសុំរស់តែសុកចង់អាណាធ្វើអីធ្វើតែមិនឈឺក្បាលវល់មករស់តែចាប់ចង់គ្មានទេសេរីភាពអ្នកភូមិចំណឹងហៅភូមិចំសៀននេះគឺជីវិតជុំរស់នៅមិនដែលសុខុមរស់នៅក្នុងភូមិលុយពុកងងើតចេញពីព្រឹកតយកមិនដែលអ្នកណាគេលំបាច់ចិត្តសុទ្ធតែបោអាចជឿខ្លាំងយកឡើងសាហាវទីកាន់កំភ្លើងជឹងកាន់កំបើដើរកាប់បាត់មកលើទីខាងត្បូងលើទីខាងលិចនេះហើយគឺភូមិខ្ញុំមានពូអាណាគេមកចិត្តឲ្យតែឃើញអាណាឌឺអានមកវាជាមួយរំពេចវាយទៅ